ជាបន្តទៅនេះខ្ញុំព្រះករុណាអាត្មាភាពសូមប្រកេននិងជូនរឿងមួយដែលមានចំណងជើងថាកុដិលមាននប់ដែលដកស្រង់ចេញអំពីនានាប្រជុំនិទានជាដកសូមប្រកាសណាគុណម្ចាស់ញោមជាពុទ្ធបរិស័ទទាំងអស់តាមដានសន្តាប់ដូចតទៅចំណេះវិជ្ជាពិតប្រាកដជាឃ្លាំងនៃសេរីក្នុងលោកក្នុងកាលកន្លងទៅហើយមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីកាលនោះព្រះបរមគ្រូទ្រង់សោយព្រះជាតិក្នុងត្រកូលអ្នករបាំងមានព្រះនាមប្រកាសថាកុដិលមាននប់ព្រះអង្គខំសិក្សាសិលសាស្ត្ររបស់អ្នករបាំងបានចេះចាំស្ទាត់ពិតប្រាកដកិត្តិស័ព្ទរបស់ព្រះអង្គក៏ល្បីទូទៅពេញសកលលោកព្រះបាទពុទ្ធព្រហ្មទត្តបានជ្រាបដំណឹងថាកុដិលមាននប់ចេះដឹងនៅចម្រៀងដូរតន្ត្រីល្បីល្បាញដូច្នោះហើយក៏ហៅមកឲ្យដេញពិនថ្វាយមាននប់ពិនរបស់កុដិលមាននប់នោះមានខ្សែ7បើដេញកាលណាសំឡេងពិននិងចម្រៀងវិញចូលគ្នាតែមួយពិរោះក្រៃពេកហាក់ដូចជាដូរតន្ត្រីទឹកព្រះបាទព្រហ្មទត្តទ្រង់ព្រះសម្ដាប់ហើយមានព្រះហតីត្រេកអរណាស់បានតាំងកុដិលមាននប់នោះជាអាចារ្យធំបំផុតក្នុងក្រុងពារាណសីឲ្យឈ្មោះថាកុដិលាចារ្យទ្រង់ព្រះរាជទានរង្វាន់បៀវត្សឲ្យជានិច្ចរាល់ខែដល់រាដល់អស់មួយជីវិតកុដិលាចារ្យកាលបើបានប្រាក់រង្វាន់បៀវត្សនោះហើយក៏យកទៅទំនុកបំរុងចិញ្ចឹមមេដាបិតារបស់ខ្លួនដោយគោរពក្នុងកាលជាខាងក្រោយមកមានបុរសម្នាក់ឈ្មោះមុសិលៈនៅក្នុងនគរឧជ្ជនីបានឮដំណឹងថាកុដិលាចារ្យចេះសិលសាស្ត្រខាងរបាំដូរតន្ត្រីយ៉ាងឯកដូច្នោះហើយក៏ចូលទៅសួរសុំរៀនកុដិលាចារ្យបានឃើញលក្ខណៈរបស់មុសិលៈមាននប់នោះក៏ដឹងច្បាស់ថាមាននប់នេះជាមនុស្សមិនល្អអញមិនគួរឲ្យរៀនឡើយទៅប្រាប់ទៅមុសិលៈមាននប់ថាខ្ញុំមានឱកាសបង្រៀនទេចូលអ្នកទៅរកអាចារ្យរៀនទៀតចុះពេលនោះមុសិលៈមាននប់មិនព្រមទៅណាសោះក្រាញនៅបំរើមេដាបិតារបស់កុដិលាចារ្យបាននិយាយអង្វរឲ្យមេដាបិតានោះជួយសុំឲ្យបានរៀនកុដិលាចារ្យកាលបើមេដាបិតារបស់ខ្លួននិយាយសុំឲ្យមុសិលៈមាននប់រៀនដូច្នោះហើយក៏ព្រមឲ្យរៀនមុសិលៈមាននប់ជាមនុស្សមានបញ្ញាអាចរៀនសូត្រសិលសាស្ត្រនោះចេះស្ទាត់ជំនាញដូចជាអាចារ្យរបស់ខ្លួនថ្ងៃមួយមុសិលៈមាននប់គិតថាក្នុងលោកទាំងមូលមានតែព្រះបាទព្រហ្មទត្តដែលសោយរាជក្នុងក្រុងពារាណសីនេះជាមហារាជាធិរាជធំចម្បងជាងស្ដេចទាំងពួងគួរតែអញទៅសម្ដែងសិលសាស្ត្រថ្វាយដល់ស្ដេចដើម្បីឲ្យមានគេឈ្មោះល្បីទូទៅក្នុងលោកដូចជាអាចារ្យរបស់អញលុះគិតដូច្នោះហើយក៏និយាយអង្វរសុំឲ្យកុដិលាចារ្យជូនទៅនៅបម្រើព្រះបាទព្រហ្មទត្តដើម្បីចិញ្ចឹមជីវិតតទៅកុដិលាចារ្យជាអ្នកមានសេចក្តីសង្គ្រោះបានឮដូច្នោះហើយក៏នាំមុសិលៈមាននប់ទៅថ្វាយព្រះបាទព្រហ្មទត្តហើយក្រាបទូលថាបបិទ្ធព្រះសមត្ថទេពសូមព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជួយសង្គ្រោះដល់មុសិលៈមាននប់នេះឲ្យទានព្រោះជាកូនសិស្សរបស់ទូតព្រះបង្គំមួយទៀតមាននប់នេះចេះដេញពិនវិសេសណាស់ព្រះបាទព្រហ្មទត្តទ្រង់ព្រះសម្ដាប់ដូច្នោះហើយទ្រង់ប្រើមុសិលៈមាននប់នោះឲ្យដេញពិនថ្វាយទ្រង់សពរាជហឫទ័យនិងសម្លេងពិននោះក៏ទទួលឲ្យនៅក្នុងការជាខាងក្រោយមកមុសិលៈមាននប់បានចូលទៅទូលទៅសុំលាព្រះបាទព្រហ្មទត្តទៅកាន់ជាតិភូមិរបស់ខ្លួន
ព្រះបាទព្រហ្មទត្តទ្រង់ខត់ថាអ្នកកុំទៅណាចាំអញឲ្យយកសាកនឹងប៊ីវត្តពាក់កណ្ដាលបន្ទាប់ពីអាចារ្យរបស់អ្នកអេមុសិលមានជាមនុស្សអកតញ្ញូលុះទៅក្នុងលុះនៅក្នុងអំណាចនៃសេចក្តីលោភបានលឺដូច្នោះហើយក៏ទូលតបវិញថាពុទ្ធិលាចារ្យគាត់ចេះស្មើនឹងទូលព្រះអង្គមដែរបើព្រះមហារាជពុំជឿហៅគាត់ឲ្យមកដេញពិនប្រឡងរបស់មើលព្រះរាជាត្រាស់ថាបើដូច្នោះចាំអញឲ្យដំណឹងទៅពុទ្ធិលាចារ្យកំណត់7ថ្ងៃទៀតឲ្យមកដេញប្រឡងនៅមុខព្រះរាជវាំងដំណឹងប្រឡងនោះក៏ឮទូទៅពេញសកលលោកឯពុទ្ធិលាចារ្យកាលបើបានទទួលព្រះរាជសារហើយក៏កើតសង្វេគក្នុងចិត្តបានគិតថាមុសិលមាណពនេះជាមនុស្សនៅក្មេងកំពុងមានកម្លាំងច្រើនបើអញទៅដេញពិនទល់នឹងវាមុខតែអញចាញ់មិនខានព្រោះចំណេះដឹងទាំងប៉ុន្មានអញបានបង្រៀនវាអស់ឥតសល់អញពុំគួរទៅភ្នាល់នឹងវាឡើយណោះហើយចុះស៊ូស្លាប់ទៅកើតទៀតល្អជាងកុំទៅដេញឲ្យឃើញមុខអកតញ្ញូគិតដូច្នោះហើយក៏ដើរទៅចងកក្នុងព្រៃរៀបនឹងចងកបាននឹកឃើញដល់មេដាបិតាដែលចាស់ជរាក៏ត្រឡប់មកវិញមកដល់ផ្ទះហើយនឹកឃើញសពគ្រប់ទៅចងកទៀតក្រាន់តែទៅមកយ៉ាងនេះអស់រយៈពេល6ថ្ងៃដោយសេចក្តីអាល័យចំពោះមេដាបិតាដល់ថ្ងៃជាគម្រប់7ទៅចងកទៀតដោយអំណាចកតញ្ញូចិត្តក៏ក្តៅក្រហាយដល់ពិភពសកតិវរាជបានជ្រាបថាពុទ្ធលាចារ្យនេះមានទុក្ខធ្ងន់ណាស់តើថ្ងៃនេះត្រូវទៅដេញពិនភ្នាល់នឹងមុសិលមាណពម្យ៉ាងទៀតគាត់ត្រូវជាអាចារ្យរបស់អញក្នុងជាតិមុនអញគួរតែទៅជួយគាត់ខានពុំបានក៏ហោះចុះមកបង្ហាញខ្លួនដល់ពុទ្ធលាចារ្យហើយសួរថាលោកអាចារ្យមានទុក្ខដូចម្ដេចចាំខ្ញុំជួយពុទ្ធលាចារ្យដំណើររឿងរ៉ាវប្រាប់សពគ្រប់សកទេវរាជបានជ្រាបហើយនិយាយថាសូមលោកអាចារ្យទៅដេញពិនភ្នាល់នឹងមុសិលមាណពចុះឥឡូវចិត្តដល់ពេលហើយលោកអាចារ្យកំព្រួយឲ្យសោះខ្ញុំនេះជាព្រះអិនត្រូវជាកូនសិស្សរបស់លោកអាចារ្យក្នុងជាតិមុនអ្នកដែលមានកូនសិស្សប្រហែលនឹងខ្ញុំនេះហើយខ្ញុំកំព្រួយសោះឡើយទៀតតែនឹងឈ្នះពុំខានកែគុតលាចារ្យកាលបើដល់ពេលហើយក៏ស្លៀកពាក់សម្ពុតអាវសៅស្បៃល្អស្អាតលីពិនមានខ្សែ7ចូលទៅកាន់ទីប្រជុំជនថ្វាយបង្គំព្រះបាទព្រហ្មទត្តហើយឡើងទៅលើតាំងខ្លួនជាមួយនឹងសិលមាណពក្នុងពេលនោះមនុស្សទាំងឡាយជាច្រើនលានអ្នកបានមកប្រជុំគ្នានៅមុខព្រះបរមរាជវាំងដើម្បីមើលពិធីភ្នាល់ពិនពុទ្ធលាចារ្យមុននឹងលើកពិនឡើងដេញបានអើតមើលទៅអាកាសឃើញព្រះអិនកាន់ពិនមាសមានពណ៌ដូចនៅទុំស្ថិតនៅពីលើក៏នឹកសង្ឃឹមថាជ័យជំនះនឹងមានដល់អញពុំខានមនុស្សទាំងឡាយមើលព្រះអិននោះមិនឃើញឡើយពុទ្ធលាចារ្យនិងមុសិលមាណពចាប់ដេញពិនមួយបត់ដំបងស្មើគ្នាដល់បត់ទី2ព្រះអិនឲ្យសញ្ញាដល់ពុទ្ធលាចារ្យឲ្យបណ្ដាច់ខ្សែពិនរបស់ខ្លួនមួយចេញសំឡេងពិនរបស់ពុទ្ធលាចារ្យក៏កាន់តែពីរោះឡើងព្រះអិនចេះតែឲ្យបណ្ដាច់ខ្សែម្ដងមួយដល់រាបដល់អស់នៅសល់តែខ្សែមួយសំឡេងពិនក៏រឹងរឹតតែពីរោះឡើងជាអស្ចារ្យឮសូរក្រលួចទៅឯដល់អាកាសគ្របសង្កត់សំឡេងពិនរបស់មុសិលាមាណពដោយអំណាចរិទ្ធរបស់ព្រះអិនចំណែកឯមុសិលាមាណពកាលបើបានឃើញគុតកាចារ្យបណ្ឌិតខ្សែពិននៅសល់តែមួយហើយមានសំឡេងពីរោះដូច្នោះក៏បណ្ដាច់ខ្សែមួយអន់បន្តិច2អន់បន្តិចដល់រាបដល់នៅតែខ្សែមួយក៏លេងឮជាបែបបត់អ្វីសោះពួកមហាជនទាំងឡាយក៏ស្រែកហូឲ្យសត្វសាទៅការដល់គុតិ
កុតលាចាមានសម្លេងអឹងកងហាក់ដូចជាទ្រពផែនដីពេលនោះព្រះបានព្រមទត្តបានប្រើរាជមានឲ្យយកច្រវាក់តាក់កមុសិលាមានណប់អូសបញ្ចេញទៅខាងក្រៅទីប្រជុំពួកមហាជនទាំងឡាយក៏តាក់ទិដ្ឋៈវាយមុសិលាមានណប់តារាបដល់ស្លាប់ក្នុងពេលនោះទៅឯគុតទេកុតលាចាក៏បាននៅរង្វាន់ក្នុងពេលនោះជាច្រើនកាលបើព្រះបាទព្រហ្មទត្តបានបូជារង្វាន់ដល់កុតលាចាហើយស្ដេចសកទេវរាជក៏ត្រឡប់ទៅឋានទេវលោកវិញពួកទេវតាទាំងឡាយនាំគ្នាចូលទៅសួរសកទេវរាជថាបបិទ្ធមហារាជអំបញ្ញមិញនេះសម្ដេចយាងទៅទីណាសកទេវរាជប្រាប់ថាទៅមើលលោកអាចារ្យរបស់ខ្ញុំដេញពិននៅនឹងមុសាលាមេណុកឯក្រុងពារាណសីពួកទេវតាទាំងឡាយបានដឹងថាព្រះរាជារបស់ខ្លួនមានគ្រូអាចារ្យចេះដេញពិនដូច្នោះក៏ចង់ស្ដាប់ណាស់ទើបនាំគ្នាអង្វរសកទេវរាជឲ្យទៅអញ្ជើញគុតលាចារ្យទៅដេញពិនឲ្យស្ដាប់ព្រះអិនក៏ប្រើមាតុល័យទេវបុត្រឲ្យយកវិជ្ជរដ្ឋវិជ្ជយន្តរដ្ឋចោះមកអញ្ជើញគុតលាចារ្យទៅស្ថានតាវតឹងទៅដល់ពួកទេវតាទេវបុត្រទេពធីតាក៏នាំគ្នាមកចោមរោមជុំចិត្តហើយអញ្ជើញឲ្យដេញពិនឲ្យស្ដាប់គុតលាចារ្យនិយាយថាខ្ញុំតាំងពីចេះដេញពិនមកខ្ញុំពុំដែលដេញដល់អត់ឈ្នួលទេព្រោះក្រែងតែចិញ្ចឹមជីវិតដោយសារតែថ្លៃឈ្នួលដេញពិនប៉ុណ្ណោះព្រះអិនបានឮហើយសួរថាលោកអាចារ្យត្រូវការរបស់អ្វីខ្ញុំបូជាគុតលាចារ្យឆ្លើយថាខ្ញុំមិនត្រូវការដោយទ្រព្យសម្បត្តិទេខ្ញុំសុំអោយទេវបុត្រទេពធីតាទាំងនេះប្រាប់បព្វកម្មរបស់ខ្លួនដល់ខ្ញុំសិនចាំខ្ញុំដេញពិនអោយស្ដាប់ជាខាងក្រោយពេលនោះទេវបុត្រទេពធីតាណត់ទាំងឡាយក៏ថ្លែងបព្វកម្មរបស់ខ្លួនប្រាប់ដល់គុតលាចារ្យគ្រប់គ្នាទៅគុតលាចារ្យដេញពិនឲ្យស្ដាប់លុះចប់ហើយមាតុល័យទេវបុត្រក៏ជូនកុតលាចារ្យមកមនុស្សលោកវិញជាបន្តខ្ញុំប្រកាសណាថាភាពក៏ខ្ញុំកណាថាភាពភិក្ខុផលៈអត្រធម្មោអនអលសូមអនុមោទនី